ច្បាប់សូមគ្រប់ជំរាបសួរអាដាមអត់សិដ្ឋាបាទអត់សិដ្ឋាវិញម្ដងចង់សួរថាអ្វីទៅជាបកគោលបដអាសន្នហើយបកគោលបដអាសន្ននេះវាខុសពីបកគោលព្រំដែនអចិន្ត្រៃយ៍យើងយ៉ាងណាខ្លះដែរបាទអាចជំរាបជូនបានបាទជាសំណួរមួយដែលល្អបាទខ្ញុំសូមជំរាបជូនជាដំបូងដូចនេះហើយបង្គោលព្រំដែនអចិន្ត្រៃយ៍យើងបាទដែលដូចខ្ញុំបានជំរាបជូនពីដំបូងហើយបង្គោលព្រំដែនដែលយើងអាចថាព្រំដែនអចិន្ត្រៃយ៍នេះគឺជាបង្គោលព្រំដែនដែលបានបោះនៅចន្លោះឆ្នាំ1919និង1920បាទគឺជានេះជារូបភាពដែលបង្គោលហ្នឹងបាទបង្គោលដែលនៅសេសសល់នាពេលបច្ចុប្បន្នមួយចំនួនហ្នឹងបាទបង្គោលនេះទាំងអស់នឹងមាន74ហើយមួយចំនួនវានៅសល់មួយចំនួនទៀតបាត់បង់ចុះចំណែកបង្គោលបណ្ដោះអាសន្នបង្គោលបណ្ដោះអាសន្ននេះយើងសម្គាល់ថាអីបង្គោលបណ្ដោះអាសន្នជាអាចនិយាយថាជាបង្គោលសញ្ញាសម្គាល់ខ្សែព្រំដែនដែលយើងនឹងបោះនៅតាមចន្លោះបង្គោលព្រំដែនអចិន្ត្រៃយ៍ហ្នឹងបាទហេតុអីបានជាយើងនិយាយដូច្នេះដោយសារបង្គោលព្រំដែនអចិន្ត្រៃយ៍ហ្នឹងបានបោះនៅយើងឃើញគឺ74បាទ74អញ្ចឹងបង្គោលនៅតាមបណ្ដោយព្រំដែនយើងហ្នឹងវាអាចថាមានបង្គោលហ្នឹងវាមានគម្លាតឆ្ងាយពីគ្នាអីចឹងណាប៉ុន្តែអ្វីដែលយើងនៅធ្វើនៅបច្ចុប្បន្ននេះគឺយើងរកឃើញទីតាំងបង្គោលពិតប្រាកដមួយចំនួនជាពិសេសនៅចន្លោះដែលយើងកំពុងតែជជែកគ្នានេះគឺ52 59និង42 47ហើយយើងបានរៀបចំគឺការចុះទៅធ្វើការបោះបង្គោលនៅចន្លោះបង្គោលដែលនៅសល់ពីសម័យបារាំងឆ្នាំ1919និង1920ហ្នឹងអញ្ចឹងនៅចន្លោះនេះគឺយើងមានទីតាំងបង្គោលដែលយើងរកឃើញហ្នឹងគឺនៅចន្លោះ52 59ហ្នឹងយើងឯកភាពគ្នាលើទីតាំងហើយទី1វាជាខ្សែត្រង់អញ្ចឹងក្នុងខ្សែត្រង់ហ្នឹងយើងអាចថាគឺជាខ្សែដែលថាបើនិយាយចំទៅគឺថាជាខ្សែព្រំដែនពិតប្រាកដហើយក៏ប៉ុន្តែភាគីទាំងពីរហ្នឹងមិនទាន់បានធ្វើការខណ្ឌសីមានៅលើដីទេដូច្នេះដើម្បីឲ្យឃើញនៅតំបន់ហ្នឹងថាមានជាខ្សែជាអីចឹងយើងឯកភាពគ្នាថាធ្វើការបោះបង្គោលបណ្ដោះអាសន្នបាទបង្គោលបណ្ដោះអាសន្នជាបង្គោលដែលមានរូបរាងវាមិនដូចជាបង្គោលពិតប្រាកដទេមិនគោលដូចបង្គោលដែលអចិន្ត្រៃយ៍ទេ